បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអ្នកនរគ្នាអំពីការប្រើប្រាស់រូបមន្តមួយប្រភេទទៀតគឺរូបមន្ត round បាទអូខេឥឡូវយើងទៅមើលមើលតើរូបមន្ត round នេះគេប្រើយ៉ាងម៉េចដែរបាទនេះគឺជារូបរាងរបស់រូបមន្ត round បាទដែលមានសញ្ញាស្មើ round វងកញ្ចក់ number comma 5 digit ហើយបិទវងកញ្ចក់បាទវងកញ្ចក់ចឹងរបៀបប្រើប្រាស់ round គឺប្រើដើម្បីបង្កត់លេខអញ្ចឹងរូបមន្ត round គឺយើងប្រើដើម្បីបង្កត់ចំនួនណាបើយើងមើលnumber number ជាអ្វីបាទ number ជាតម្លៃលេខដែលអ្នកចង់បង្កត់លេខប្រមាណលេខនោះគឺជា number ចឹង5 digit បាទ5 digit គឺចំនួនខ្ទង់ដែលត្រូវបង្កត់បាទអញ្ចឹង5 digit និយាយឲ្យស្រួលស្ដាប់គឺខ្ទង់ដែលយើងចង់បង្កត់តើយើងចង់បង្កត់ខ្ទង់ណាអូខេឥឡូវយើងមើលចំណាំបាទចំណាំនេះគឺចំណាំនៅលើ5 digit ណាបាទចំណាំនៅលើ5 digit បើ5 digit នឹងជាលេខវិជ្ជមានបើន័យថាចាប់ពីលេខ1ទៅឡើងទៅគឺយើងត្រូវបង្កត់ផ្នែកទស្សភាគបាទគឺបង្កត់ផ្នែកខាងស្ដាំក្បៀសគឺបង្កត់ចាប់ពីខ្ទង់ភាគ10ឡើងណាគឺបង្កត់ចាប់ពីខ្ទង់ភាគ10%ភាគពាន់ទៅណាបើ5 digit ជាលេខ0បាទនេះកន្លែង5 digit ទៅណាជាលេខ0គឺបង្កត់ទៅជាលេខគត់ជិតបំផុតឬយើងនិយាយម្យ៉ាងទៀតថាគឺបង្កត់ខ្ទង់រាយបើ5 digit ជាលេខអវិជ្ជមានបាទជាលេខដកយើងត្រូវបង្កត់ផ្នែកគត់គឺបង្កត់ចាប់ពីខ្ទង់រយអូខេឥឡូវយើងទៅអនុវត្តប្រើប្រាស់នៅលើតារាង Excel ទាំងអស់គ្នាបាទនេះគឺជាតារាងឧបមាឬក៏តារាងឧទាហរណ៍ឧទាហរណ៍ខ្ញុំមានទិន្នន័យហូហែងទេបាទហើយនេះគឺជាណាំបាទបើនិយាយពីប៉ារ៉ាម៉េត្រនៅក្នុងរូបមន្ត round នេះគឺជាណាំចំណែកជួរនេះគឺជា5 digit បាទ5 digit អូខេអញ្ចឹងបើ5 digit ជាលេខ0បើន័យថាយើងបង្កត់ខ្ទង់រាយនេះបង្កត់លេខ5អូខេឥឡូវយើងបើបង្កត់លេខ5ហើយខាងស្ដាំលេខ5ជាលេខតូចអញ្ចឹងយើងបង្កត់ចុះអញ្ចឹងលេខនេះប្រកាសជានៅសល់2785អូខេឥឡូវសាកមើលដាក់រូបមន្តសាកមើលស្មើរោនបាទយើងសរសេរជា cell reference ឥឡូវយើងយកមកមួយចុចយើងមើល round បើកញ្ចក់5គឺនេះលេខនេះ2785/253ចុចនោះបាទបន្តទៀត comma ដាក់សញ្ញា comma មួយមកបន្តមក5 digit 5 digit យើងបាននិយាយហើយមិញក្នុងនេះកន្លែងនេះមិញគឺលេខ0ណាប៉ុន្តែយើងចង់អត់សេលេខ0ទេគឺយើងសរសេរជា cell reference អញ្ចឹងសរសេរ C4 ប៉ុណ្ណេះគឺ C4 អញ្ចឹងដាក់ C លេខ4បាទ enter មកបាទយើងមើលអញ្ចឹងយើងឃើញ2785ដោយសារយើងបង្កត់លេខ5អញ្ចឹងយើងមើលលេខ2មើលខាងស្ដាំលេខ5នោះគឺជាលេខ2អញ្ចឹងយើងត្រូវបង្កត់ចុះអញ្ចឹងនៅសល់តែ2785ទេណាអូខេខាងស្ដាំនេះគឺជាការបង្ហាញរូបមន្តអានេះសរសេរជាលក្ខណៈ cell reference ដល់ខាងនេះសរសេរ
đôi chia tạch xe chia tạch cho một đầu có dừng xe chia lệ đã lệ môទាំងស្រុងតែម្ដងអូខេឥឡូវយើងដោយសារឥឡូវយើងសរសេរលេខ2មើលបាទសរសេរជួរលេខ2មើលរោនធ្វើដូចពីមុនយើងយកមកចុចដោយសាររោនបើកញ្ចក់ number ជួរនេះជា number អញ្ចឹងយើងយកមកចុចលើវាមកទៅមក comma នេះ comma មួយមកnăm digit មិញគឺយើងដាក់ cell reference ទៀតនោះគឺ C មែន C5 កន្លែងនេះគឺ C5 បិទកញ្ចក់ហើយ enter បាទយើងមើលតាមនិយមនៃយើងមិញគេថាបើសិនជា5 digit ជួរនេះគឺ5 digit ទាំងអស់នេះអញ្ចឹងបើ5 digit ជាលេខវិជ្ជមានអញ្ចឹងយើងត្រូវបង្គាត់នៅផ្នែកឧសភាគបាទបើនេះបង្គាត់ក្រោយក្បៀសអញ្ចឹងយើងមើលហើយបើលេខ1គឺបង្គាត់ខ្ទង់រយយើងមើលនៅក្នុងនេះខ្ទង់ភាគរយគឺលេខ2យើងឲ្យនេះខ្ទង់រាយមើលនេះផ្នែកគត់ខាងនេះខ្ទង់10ខ្ទង់រយទាំង7ដល់មកខាងនេះអានេះរាយខាងនេះ10រយ7បាទអញ្ចឹងលេខ1គឺបង្គាត់នៅខ្ទង់10អញ្ចឹងគាត់លេខ2លេខ2យើងមើលស្ដាំលេខ2មកខ្ទង់គឺលេខ5អញ្ចឹងយើងត្រូវបង្គាត់ឡើងអញ្ចឹងលេខ2ឡើងបាន1គឺ3អញ្ចឹងត្រូវណាអូខេមួយទៀតមកបាទរោនបាទឥឡូវខ្ញុំសេជាដាក់លេខតែម្ដងគឺ2785នេះចុចក្បៀស253ខូម៉ាបាទយើងមើល2785ក្បៀស253នេះគឺជា5យើងមើលជា5បន្ទាប់ពី5គឺខូម៉ាអញ្ចឹងយើងដាក់ខូម៉ាមកបាទបន្ទាប់មក5 digit យើងចង់ដាក់5 digit ប្រមាណយើងចង់បង្គាត់លេខប្រមាណមកចង់បង្គាត់លេខចង់បង្គាត់លេខ5អញ្ចឹងវារាយ10រយយើងពុតតង់រយបាទអញ្ចឹងតង់រយគឺដាក់លេខ2បាទបិទមុខចោលមកហើយ enter យើងមើលនេះបាទអញ្ចឹងលទ្ធផលគឺបង្គាត់លេខ5យើងមើលខាងស្ដាំលេខ5ដោយសារវាជាលេខ3អញ្ចឹងយើងត្រូវបង្គាត់ចុះគឺ5សល់5ដែរបាទអូខេឥឡូវសាកមួយទៀតគឺបង្គាត់ទង់រយម្ដងមើលរោនបាទយើងសរសេរជា cell reference គឺរោន number comma ហើយ 5 digit យើងសរសេរ C7 មកបាទអញ្ចឹងនេះឃើញដែលណាហ្នឹងហើយសារប្រកួតលេខ3គាត់លេខ3នឹងស្ដាប់លេខ3អត់មានទេឬក៏យើងថាលេខ0អញ្ចឹងយើងគាត់ចូលអញ្ចឹង3ដែរអូខេឥឡូវយើងមើលបង្គាត់ផ្នែកគួតម្ដងបាទយើងដឹងហើយថាបើ5 digit ជាលេខអវិជ្ជមានគឺយើងត្រូវបង្គាត់ផ្នែកគួតអូខេរោនមក5បាទ5មួយខូម៉ារួច5 digit យើងមើល C 8ណាអញ្ចឹង C លេខ8 enter មកយើងមើលដោយសារក្នុងនិយមន័យគេថាបើ5 digit ជាលេខអវិជ្ជមានគឺយើងបង្គាត់មកផ្នែកគួតបាទអញ្ចឹង0គឺបង្គាត់ខ្ទង់រាយ
នេះទងរាយនេះអញ្ចឹងដល់ដក1គឺបង្កត់ទង10អញ្ចឹងបង្កត់លេខ8បាទបង្កត់លេខ8យើងមើលខាងស្ដាំលេខ8ដោយសារវាលេខ5អញ្ចឹងយើងត្រូវបង្កត់ឡើងអញ្ចឹង8ឡើង1បាន9អញ្ចឹងបាន2709បាទអូខេឥឡូវយើងជីលសេយើងអូសយកតម្ងបាទដាក់សញ្ញាខ្ញុំអូសមកអូសហេមកបាទយើងមើលបាទអូខេដល់ណាំដូចជាតិ12បើន័យថាបង្កត់មកដល់លេខ7នេះគឺបង្កត់ទងរយអញ្ចឹងបង្កត់លេខ7យើងមើលស្ដាំលេខ7មកខ្ទង់វាជាលេខ8អញ្ចឹងលេខ7ត្រូវបង្កត់ឡើងអញ្ចឹងបាន2800នេះមួយទៀតលេខ3លេខ3វាបង្កត់ដល់ខ្ទង់ពន់រាយ10រយពន់បាទអញ្ចឹងបង្កត់លេខ2បង្កត់លេខ2យើងមើលខាងស្ដាំលេខ2មកខ្ទង់គឺលេខ7អញ្ចឹងត្រូវបង្កត់លើទៀតអញ្ចឹង2លើ1 3ដោយឡែកលេខ2ខាងក្រោមនេះគឺជាលេខគត់អញ្ចឹងបើលេខគត់ក្នុងនិយមន័យយើងបើណាំឌីជីតនេះជាលេខគត់បើន័យថាយើងត្រូវបង្កត់ផ្នែកទស្សភាគបង្កត់ខាងក្រោយក្បៀសតែដោយសារលេខនេះអត់មានក្បៀសទេអញ្ចឹងលទ្ធផលដដែលអត់មានអីផ្សេងព្រួលចំណែកឯណាំឌីជីតអវិជ្ជមានគឺយើងបង្កត់នៅផ្នែកគត់អញ្ចឹងផ្នែកគត់បើសិនលេខ0យើងបង្កត់ទងរាយតែបើសិនដក1យើងបង្កត់ទង10អញ្ចឹងបង្កត់លេខ8លេខ8មើលស្ដាំលេខ8គឺជាលេខ5អញ្ចឹងបង្កត់ឡើងវាដូចគ្នានឹងលេខនេះដែរនេះហើយយើងមើលខាងស្ដាំនេះនេះគឺជាអ្វីដែលខ្ញុំបង្ហាញបាទបង្ហាញដែលខ្ញុំសរសេរជាយើងសរសេរជាដាក់លេខផ្ទាល់តែម្ដងក្នុង function ណាបាទបើជួននេះគឺយើងដាក់សរសេរជា cell reference អូខេកាលនេះគឺជាសេចក្តីពន្យល់បាទនេះយើងបង្កត់លេខទៅជិតបំផុតឬក៏បង្កត់ទងរាយនៅលេខ0ដល់លេខ1យើងបង្កត់ទងភាគ10បាទផ្នែកទស្សភាគភាគ10ដល់លេខ2បង្កត់ខ្ទង់ភាគរយខ្ទង់ទស្សភាគភាគរយហើយលេខ3បង្កត់ខ្ទង់ទស្សភាគដែរភាគពាន់បាទដល់លេខមកលេខអវិជ្ជមានគឺយើងបង្កត់មកផ្នែកគត់អញ្ចឹងបើលេខ1 10លេខ2 100លេខ3ទង់ពាន់ហើយនេះក៏ដូចគ្នាដែរខាងក្រោមនេះបាទនេះគឺជាការប្រើប្រាស់រូបមន្តរោនបាទហើយមានតែត្រឹមនេះបាទសូមអរគុណសម្រាប់ការតាមដានទស្សនា